ប្រធានបទព្រំដែនត្រូវបានគ្រប់ជ្រុលនិយមមួយចំនួនតូចនៅក្នុងប្រទេសកម្ពុជានិងប្រទេសថៃបានយកធ្វើជាប្រធានបទដើម្បីរុញច្រានឲ្យមានការកើនកម្លាំងរវាងប្រទេសទាំងពីរជំរាបសួរពុកម៉ែបងប្អូនយើងអ្នកដែលនិយមលេងបណ្ដាញសង្គម Facebook ថ្មីនេះលោកហ៊ុនម៉ាណែតបានប្រកាសប្រកាន់ចំហថានឹងយកបញ្ហានៅមុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាកបីដើម្បីទៅប្តឹងនៅតុលាការអន្តរជាតិ ICJ ក្នុងនោះខ្ញុំជាកូនខ្មែរមួយរូបខ្ញុំបាទក៏សូមចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះការយកបញ្ហាទាំងនេះដើម្បីទៅប្តឹងនៅតុលាការអន្តរជាតិដែលហៅកាត់ថា ICJ ហើយរឿងនេះបងប្អូនខ្ញុំសង្កេតឃើញថាមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនយើងប្រជាពលរដ្ឋយើងនៅក្នុងស្រុកនិងក្រៅស្រុកគាំទ្រដោយមិនប្រកាន់និន្នាការជារួមមួយទៀតបងប្អូនមានការសាទរយ៉ាងខ្លាំងមិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែអ្នកដែលមាននិន្នាការប្រឆាំងមួយចំនួនក៏បានគាំទ្រចំពោះការយកបញ្ហានេះនៅមុំ3ប្រាសាទតាមាន់ធំតាមាន់តូចហើយនឹងប្រាសាទតាកបីដើម្បីទៅប្តឹងនៅតុលាការអន្តរជាតិ ICJ ផងដែរណាបងប្អូនអ្វីដែលខ្ញុំហួសចិត្តបងប្អូនខ្ញុំសង្កេតឃើញថាក្រុមជ្រុលនិយមមកក្តាប់តូចហ្នឹងមិនបានជួយដោះស្រាយបញ្ហាអីទេថែមទាំងបន្តការញុះញង់ថារាជរដ្ឋាភិបាលបាននឹងយកបញ្ហាដើម្បីទៅប្តឹងនៅតុលាការអន្តរជាតិ ICJ ថាជាឈ្នន់នយោបាយរបស់រាជរដ្ឋាភិបាលទៅវិញហើយខ្លះទៀតថារឿងនេះមិនពិតនោះទេណាបងប្អូនវាគួរឲ្យអស់សំណើចណាអញ្ចឹងបានថាមិនបានជួយអីទេសូមកុំបង្កើតបញ្ហាអូផ្លេចគិតថារាល់ថ្ងៃនេះក្រុមនេះប្រឆាំងមិនមែនដើម្បីប្រទេសជាតិរីកចម្រើនទេពួកគេនេះណាប្រឆាំងដើម្បីតែមហិច្ឆតានយោបាយរបស់ពួកគេតែប៉ុណ្ណោះឯងបងប្អូនជាចុងក្រោយបងប្អូនអាចដឹងហើយថាអ្នកណាជាអ្នកស្រឡាញ់ជាតិឲ្យពិតប្រាកដអ្នកណាដែលតែងតែយករឿងឲ្យជាតិឈឺក្បាលស្រុកទេសកំពុងតែជួបបញ្ហាយើងត្រូវតែចូលរួមនិងមានការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះព្រោះកន្លងមករាជរដ្ឋាភិបាលមិនដែលទុកបងប្អូនចោលនោះទេមានតែអ្នកស្នេហាជាតិដែលខ្លែងបន្លំមួយចំនួនតូចនៅក្រៅប្រទេសហ្នឹងដែលតែងតែស្រែកក្តែងថាស្នេហាជាតិតែមិនដែលបានជួយជាតិអ្វីនោះទេមានតែប្រឹងអុចអាលញុះញង់ឲ្យបងប្អូននៅក្នុងស្រុកហ្នឹងមានការបែកបាក់ពេលនេះជាពេលដែលប្រទេសជាតិរបស់យើងទាំងមូលត្រូវរួមគ្នាដើម្បីត្រៀមលក្ខណៈការពារជាតិការពារបូរណភាពទឹកដីរបស់យើងជាពិសេសរួមគ្នានៅក្រោយកងទ័ពរបស់យើងដើម្បីការពារទឹកដីនេះគឺជាពេលវេលាដែលសម័យជា